បរិសម្នាក់នេះហ៊ានណាស់យកដំបងឈើមកវាយក្របបែកនេះយ៉ាងខ្លាំងដោយមិនដឹងថាខ្សែភ្លើងខាងក្នុងត្រូវបានបញ្ឆេះរួចទៅហើយប៉ុន្តែពួកគេមិនបានបញ្ឈប់ឡើយបែរជាលើកវាដាក់លើស្មាដើម្បីសែងត្រឡប់ទៅភូមិវិញព្រោះមើលទៅវាដូចជាកំណប់ទ្របប្រសិនបើយកវាទៅឲ្យពួកជប៉ុនហើយជាអាចដូរបានស្បៀងអាហារដល់ទៅ10 តោនពួកគេមិនដឹងទេថាក្របបែកនេះនឹងនាំគ្រោះមហន្តរាយដល់ភូមិទាំងមូលមិនយូរប៉ុន្មានក្រុមសែងក្របបែកក៏បានចាប់ផ្ដើមធ្វើដំណើរដើម្បីការពារកុំឲ្យមានរឿងមិនល្អកើតឡើងយុវជនម្នាក់បានយកទឹកត្រជាក់មកស្រោចលើក្របបែកដើម្បីបញ្ចុះកម្ដៅប៉ុន្តែទង្វើនេះមិនត្រឹមតែគ្មានប្រយោជន៍ទេថែមទាំងធ្វើឲ្យខ្សែភ្លើងឆេះកាន់តែលឿនទៀតផងពួកគេនៅតែបន្តសែងក្របបែកធ្វើដំណើរទៅមុខរហូតមកដល់មុខស្ពានយល់មួយពេលនោះមានក្បួនដង្ហែសពមួយមកពីខាងមុខគ្រូសិលម្នាក់បានកលេចឃើញក្របបែកភ្លាមក៏ភ័យស្លន់ស្លោប្រាប់ឲ្យគ្រប់គ្នាថយក្រោយប៉ុន្តែពួកគេមិនដឹងថាស្ពានយល់នេះចាស់ទ្រុឌទ្រោមខ្លាំងណាស់ទៅហើយក្នុងពេលដែលគ្រប់គ្នាកំពុងច្បោកច្បល់ស្ពានក៏ចាប់ផ្ដើមយល់យ៉ាងខ្លាំងអ្វីឃើញសភាពមិនស្រួលក៏បញ្ញាក់ចាប់ខ្សែពួរឲ្យជាប់ដើម្បីទប់ឡានស្រាប់តែពេលនោះកង់ឡានមួយបានរបូតចេញសំណាងល្អដែលអ្វីរហ័សដៃចាប់ក្របបែកជាប់ទើបមិនមានរឿងអាក្រក់កើតឡើងទោះបីជាមធ្យោបាយធ្វើដំណើរត្រូវខូចខាតប៉ុន្តែពួកគេមិនបោះបង់ឡើយបែរជាយកខ្សែពួរមកចងហើយសែងបន្តទៅមុខទៀតពួកគេត្រូវតែទៅដល់ទីបញ្ជាការរបស់ពួកជប៉ុនមុនពេលថ្ងៃលិចដើម្បីដូរយកប្រាក់រង្វាន់2 ថ្ងៃកន្លះក្រោយមកពួកគេក៏បានមកដល់ក្នុងក្រុងបរិសម្នាក់បានបញ្ញត្តិរាយការណ៍ប្រាប់ពួកជប៉ុនថាមានអ្នកភូមិយកកំណប់មកជូនដំបូងឡើយពួកជប៉ុនមិនជឿទេប៉ុន្តែនៅពេលឃើញរបស់ពិតមេបញ្ជាការជប៉ុនភ័យរហូតដល់ទន់ជើងរួចស្រែកប្រាប់ឲ្យបញ្ញត្តិយកវាចេញទៅដោយសារតែមេបញ្ជាការជប៉ុនមិនជឿថាក្របបែកនេះមានសុវត្ថិភាពអ្នកភូមិក៏យកដំបងឈើមកវាយបង្ហាញភ្លាមទង្វើនេះធ្វើឲ្យមេបញ្ជាការជប៉ុនភ័យស្ទើរលេចនោមគាត់បានបាញ់កំភ្លើងឡើងលើដើម្បីគំរាមប្រាប់ឲ្យពួកគេយកវាចេញទៅបើមិនដូច្នោះទេនឹងឲ្យស៊ីក្របកំភ្លើងពួកគេគ្មានជំរឿសក៏ត្រូវសែងក្របបែកទៅមាត់សមុទ្រក្រោមការតាមដានរបស់ពួកជប៉ុននៅពេលជិតដល់គោលដៅអ្វីស្រាប់តែដាក់ក្របបែកចុះព្រោះមិនដាច់ចិត្តប៉ុន្តែភ្លាមនោះមេបញ្ជាការជប៉ុនបានភ្ជុំកំភ្លើងមកខំឲ្យគាត់បន្តទៅមុខទៀតមូលហេតុដែលមេបញ្ជាការជប៉ុនខ្លាចក្របបែកនេះព្រោះវាជាក្របបែកយន្តហោះដែលផលិតដោយអាមេរិកកាលពីប្រមាណថ្ងៃមុនកងទ័ពអាកាសអាមេរិកបានមកទម្លាក់ក្របបែកនៅតំបន់នេះមុនពេលអ្នកភូមិយល់សាច់រឿងបរិសុទ្ធចំណាស់ម្នាក់បានរត់មកប្រាប់ថាគាត់បានឃើញដុំដែកចម្លែកមួយនៅក្នុងស្រែរបស់គាត់ដំបងឡើយគ្រប់គ្នាខ្លាចវាខ្លាំងណាស់រហូតដល់មានអ្នកភូមិម្នាក់យកដុំឥដ្ឋមកគប់ចំក្របបែកនោះឃើញថាវាមិនផ្ទុះអ្នកភូមិក៏នាំគ្នាទៅពិនិត្យមើលបន្ទាប់ពីដឹងថាវាមិនមានគ្រោះថ្នាក់ពួកគេក៏សម្រេចចិត្តយកវាទៅដូរយកលុយពីពួកជប៉ុនព្រោះនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី2ធនធានគ្រប់យ៉ាងមានការខ្វះខាតយ៉ាងខ្លាំងជាពិសេសគឺដែកដូច្នេះហើយទើបអ្នកភូមិឲ្យតម្លៃលើដុំដែកនេះខ្លាំងណាស់មិនដាច់ចិត្តបោះវាចូលសមុទ្រឡើយប៉ុន្តែដោយសារការបង្ខំពីមេបញ្ជាការជប៉ុនពួកគេក៏ត្រូវបោះវាចូលទៅក្នុងសមុទ្រនៅពេលដែលគ្រប់គ្នាកំពុងសម្លឹងមើលដោយការសោកស្ដាយមេបញ្ជាការជប៉ុនក៏បានទុកកំភ្លើងចុះប៉ុន្តែអ្វីនឹងមិត្តភ័ក្តិនៅតែមានអារម្មណ៍មិនល្អព្រោះដុំដែកដ៏ធំនេះអាចដូរបានស្បៀងអាហារដល់ទៅ10 តោនស្រាប់តែពេលនោះផ្ទៃសមុទ្រក៏បានផ្ទុះឡើងយ៉ាងខ្លាំងទិដ្ឋភាពដ៏គួរឲ្យរន្ធត់នេះធ្វើឲ្យគ្រប់គ្នាភាំងស្មារតីសំណាងហើយដែលពួកគេបោះវាចូលសមុទ្រទាន់ពេលបើមិនដូច្នោះទេមិនដឹងជាមានរឿងអ្វីកើតឡើងឡើយខណៈពេលដែលអ្វីនឹងមិត្តភ័ក្តិកំពុងត្រេកអរដែលនៅមានជីវិតស្រាប់តែឃើញអ្នកភូមិរត់សម្រុកទៅមាត់សមុទ្រពួកគេទាំងពីរមើលមុខគ្នាដោយការងឿងឆ្ងល់នៅពេលដែលពួកគេដឹងខ្លួនក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះការផ្ទុះអំបញ្ញមិញនេះបានធ្វើឲ្យត្រីរាប់សិបតោនងាប់អណ្ដែតពេញទឹកទោះបីជាមិនបានដូរក្របបែកយកស្បៀងអាហារប៉ុន្តែពួកគេទទួលបានត្រីយ៉ាងច្រើនសម្រាប់បរិភោគចាប់ពីពេលនោះមកអ្នកភូមិលែងបារម្ភរឿងអត់បាយទៀតហើយសម្រាប់បងប្អូនដែលចង់មើលភាគបន្តអាចចុច link នៅក្រោម comment ជា channel YouTube របស់ខ្ញុំសូមអរគុណ